ជំរាបសួរបងប្អូនម្ចាស់ចំការកស៊ូទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទនិយាយអំពីការតែងខ្នែងបាទចំណុចពិសេសនៃការតែងខ្នែងហើយខ្ញុំនឹងបង្រៀនបងប្អូនពីទី1របៀបនៃការកាត់ខ្នែងទី2ខ្ញុំនឹងបង្រៀនបងប្អូនអំពីតើយើងគួរជ្រើសរើសខ្នែងមួយណាទុកមួយណាបាទទីទៀតខ្ញុំនឹងរកត្រួយណាមួយដើម្បីបង្រៀនបងប្អូនថាតើយើងគួរយកត្រួយមួយណាទុកត្រួយមួយណាដើម្បីឲ្យទទួលបានការល្អហើយគុណវិបត្តិនិងគុណសម្បត្តិយើងយកអាមួយណាអញ្ចឹងតិចទៀតគឺខ្ញុំនឹងលើករឿងនឹងមកនិយាយអញ្ចឹងមុនចូលដល់ប្រធានបទទាំងអស់នេះសម្រាប់បងប្អូនជួយ Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗហើយមួយវិញទៀតសម្រាប់បងប្អូនត្រូវការជីថ្នាំកសិកម្មគឺយើងខ្ញុំមានលក់ផ្ដល់ប្រឹក្សាទៅដល់បច្ចេកទេសនៃការដំណាំកៅស៊ូជាក់ស្ដែងឬដំណាំផ្សេងៗដទៃទៀតដែលបងប្អូនមានចម្ងល់បាទគឺយើងខ្ញុំចេះច្រើននៃដំណាំបាទចាប់ពីដំណាំនៅក្នុងប្រទេសកម្ពុជាយើងបាទអញ្ចឹងសម្រាប់បងប្អូនត្រូវការជីថ្នាំអាចតំណាក់តំណងតាមលេខទូរស័ព្ទ097 624 25 15បាទសូមអរគុណអញ្ចឹងចូលដល់ប្រធានបទយើងវិញនិយាយអំពីការគ្រីវខ្នែងបាទអញ្ចឹងខ្ញុំនឹងបង្រៀនបងប្អូនអំពីគ្រីវខ្នែងនេះវាចេញត្រួយហើយបងប្អូនឃើញទេបាទមានលេខក្បាលបាទមានមកត្រឹមស្មាអញ្ចឹងណាបាទអញ្ចឹងបាទនេះទៀបតិចវាក់បង្រៀនបងប្អូនអញ្ចឹងចាំមើលដល់ខ្ពស់បាទនេះខ្នែងដូចអានេះចេញ3 4ខ្នែងទេបងប្អូនឃើញទេបាទអញ្ចឹងសម្រាប់បងប្អូនអាច3 4ខ្នែងនេះអញ្ចឹងខ្ញុំបង្រៀនបងប្អូនអំពីរបៀបនៃការគ្រីវអញ្ចឹងការគ្រីវចុងនេះគឺការកាត់ខ្នែងបាទគឺបងប្អូនត្រូវថាទោះដើមនឹងអញ្ចឹងក៏ដោយគឺយើងគ្រីវអញ្ចឹងបងប្អូនស្កត់យកទៅលើបាទបងប្អូនរុញទៅលើចេះបាទរុញរួចបងប្អូនកាច់វាចុះក្រោមបាទរុញទៅលើកាច់ចុះក្រោមបាទឃើញទេមកមួយបាទអញ្ចឹងអានេះមួយទៀតបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនកុំឆ្ងល់ថា3ឬមេឃនេះធំល្អមេឃនេះធំល្អភាគច្រើនប៉ុនគ្នាឬអានេះទូចជាងគឺខ្ញុំណែនាំឲ្យបងប្អូនយកអាសាច់ដើមវិញល្អជាងពីព្រោះអីវាអត់មានកណិតកណាត់ទេបាទអញ្ចឹងបងប្អូនរុញវាឡើងលើមកបងប្អូនមើលដៃខ្ញុំហ៎បាទបងប្អូនរុញឡើងលើផាច់ហើយបងប្អូនកាច់ចុះក្រោមបាទឃើញអត់បាទនេះហើយគឺរបៀបនៃការតែងខ្នែងបាទបើបងប្អូនឃើញទេបាទនៅពេលដែលបងប្អូនតែងខ្នែងហើយវាហ៊ីជ័រមែនទេបាទអញ្ចឹងវាហ៊ីជ័របងប្អូនគួរតែយកដីយើងហ្នឹងបាទដីយើងហ្នឹងយកមកបៀកបាទបៀកវាចឹងមកបាទបៀកវាចឹងមកគឺដើម្បីកុំឲ្យវាមានអីបងប្អូនបាទមានជ័រហូរបាទអញ្ចឹងនៅពេលដែលមានភ្លៀងមានអីគឺធ្វើឲ្យដីហ្នឹងអត់ឲ្យមានសត្វល្អិតប៉ងអត់ឲ្យមានភ្លៀងហ្នឹងមកគឺធ្វើឲ្យបៀមនៃនេះទឹកភ្លៀងបានច្រើនទេអញ្ចឹងហ្នឹងគឺចំណុចមួយបាទអញ្ចឹងបងប្អូនអាចអត់យល់បងប្អូនអាចមើលបាទគឺខ្ញុំនឹងតែងឡើងលើកាច់ចុះក្រោមជូនបងប្អូនទាំងអស់គ្នាខាងនេះកាច់ឡើងលើអញ្ចឹងមកហើយបងប្អូនកាច់ចុះក្រោមវិញផាច់ឃើញទេល្អបាទហើយបងប្អូនយកដីបិទបាទនេះគឺបង្រៀននៃការតែងខ្នែងបាទអញ្ចឹងការតែងខ្នែងហ្នឹងគឺបងប្អូនយល់ហើយមែនទេបាទអញ្ចឹងបងប្អូនអាចអនុវត្តនៃការតែងខ្នែងអញ្ចឹងទាំងអស់គ្នាបាទគឺទី1កុំឲ្យខ្នែងរបស់បងប្អូនហ្នឹងគឺអីបងប្អូនបាទគឺបាទនៅពេលបើបងប្អូនកាច់មកអញ្ចេះបាទកាច់មកឆ្វេងមកស្ដាំគឺធ្វើឲ្យអាយ៉ះមុខសបកនេះកាលណាអាយ៉ះមុខសបកហ្នឹងគឺធ្វើឲ្យកស៊ូរបស់បងប្អូនមានមុខដំៅធំកាលណាមានមុខដំៅធំគឺវាប៉ះពាល់ទៅដល់សុខភាពដងដើមមិនខុសពីមនុស្សយើងទេមែនទេនៅពេលដែលត្រូវរបួសកាលណាដែលវាត្រូវរបួសគឺត្រូវតែទៀមទាការកាយបងប្អូនបាទគឺការបិទបង់ដបៅត្រូវអីចឹងដំណាំកស៊ូគឺមិនខុសពីដំណាំមនុស្សប្រហែលទេសំខាន់ប្រៀបធៀបនៃមនុស្សនេះបងប្អូនបាទមានលេខក្បាលមានអីខ្លះទៅបាទនៅជ្រុងខាងនោះបាទល្អបាទគឺដោយសារយើងអត់សូវមានការថែទាំឧទាហរណ៍ជាក់ស្ដែងគឺនេះបងប្អូនបាទឃើញខ្នែងចេញវែងតាំងកពិត
បងប្អូនអាចទុកល្អឬទុកមិនល្អនៅផ្នែកnàyទូចហើយនេះគឺជាខ្ញុំដាំបទពិសោធន៍បាទពិសោធន៍ជាមួយនឹងដំណាំចន្ទីនិងកៅស៊ូបាទអញ្ចឹងសម្រាប់បងប្អូននៃការបង្រៀននៃការតែងខ្នែងគឺខ្ញុំបានបង្រៀនបងប្អូនអស់ហើយមែនទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់អំពីដំណាំកៅស៊ូទាំងអស់គ្នានេះគឺខ្ញុំដាំកូនចន្ទីនៅក្នុងចន្លោះរងកៅស៊ូនេះគឺខ្ញុំដាំយកបទពិសោធន៍ដើម្បីជាក់ស្ដែងបាទជាក់ស្ដែងអញ្ចឹងបងប្អូនឃើញកៅស៊ូល្អបាទគឺវាមានការលោតលាស់បាទទៅដល់ចំណុចដំណាក់កាលនឹងទាំងអស់ហើយអញ្ចឹងនេះគឺយើងខ្ញុំមានសំណួរសម្រាប់បងប្អូនមានសំណួរចម្ងល់អាចឆាតតាក់ទងតាម Telegram ទាំងអស់គ្នាអញ្ចឹងយើងខ្ញុំចែករំលែកជូនជាព័ត៌មានប៉ុណ្នេះពីការតែងខ្នែងសម្រាប់បងប្អូនត្រូវការជីថ្នាំកសិកម្មទាំងអស់គ្នាសូមកុំភ្លេចតាម Telegram 097 624 25គឺ15សូមអរគុណ